ច្រលួចអញ្ចឹងសាច់គោវាមាន2ខាំ2គីឡូ2ខាំអញ្ចឹងខ្ញុំហាន់រាងទូប៉ុណ្ណេះបងប្អូនរាងទូវែងប៉ុណ្ណឹងអានេះសាច់ល្អសាច់ផុយបងប្អូនតែយើងមិនក្រាស់ប៉ុណ្ណឹងយើងអត់បាច់ដំក៏បានដែរបងប្អូនអញ្ចឹងយើងមាន2គីឡូ2ខាំទឹកខ្យង4ល្ភាយើងចាក់ច្បោកច្បល់ចូលគ្នាអានេះយើងប្រឡាក់គ្រឿងណាហើយមានទឹកស្អ៊ីវ4ល្ភាដែរបងប្អូនចាហើយយើងមានខ្ទឹមម្ខាំខ្ទឹមសខ្ទឹមក្រហមហើយនឹងសរៃដីកន្លះខាំបុកឲ្យម៉ត់ហើយមានស្ករស5ល្ព្រាកំប៉ុង5ល្ព្រាបាយហើយម្ទេសដូចម្ទេសឆ្អើរដែរនេះយើងប្រឡាក់ទៅដើម្បីវាស្វល់ល្អក្រហមចាតែគ្រាន់វាក្រៀមមួយខ្លះគេធ្វើទឹកមួយក្រៀមហើយអំបិលមកចុងល្ព្រាកាហ្វេមកល្ព្រាកាហ្វេអញ្ចឹងយើងដាក់លាយចូលគ្នាទាំងអស់បងប្អូនច្បោកច្បល់ចូលគ្នាទាំងអស់ត្មងទៅចាហើយគ្រឿងវិញខ្ញុំមានគល់ល្ក្រៃកន្លះមានគល់ល្ក្រៃមានម្ដេងមានស្លឹកក្រូចសើចមានល្មៀតហើយខ្ទឹមសក្រហមខ្ញុំដាក់ច្រើនបង្ហាញមិញហើយអញ្ចឹងគ្រឿងទាំងអស់យើងបុកចូលគ្នាឲ្យម៉ត់ចូលគ្នាហើយខ្លាញ់ខ្ញុំមាន4ល្ព្រាដែរខ្លាញ់ណាអញ្ចឹងខ្ញុំបុកហើយរួចរាល់ហើយគ្រឿងក៏ខ្ញុំដាក់ចូលគ្នាដែរបងប្អូនយើងដាក់ចូលគ្នាអស់មករួច